ជំរាបសួរយើងខ្ញុំទាំងអស់គ្នាជាក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសង្គ្រោះគ្មានព្រំដែនខេត្តបន្ទាយមានជ័យមានសេចក្តីរំភើបរីករាយឥតឧបមាដែលលោកប្រធាននិងក្រុមគ្រួសារព្រមទាំងក្រុមការងារស្ម័គ្រចិត្តរបស់អង្គការជួយឧបត្ថម្ភផ្ដល់ជាសម្ភារៈនិងថវិកាសាងសង់ជង្រុកទុកស្រូវរបស់អង្គការសង្គ្រោះគ្មានព្រំដែននៅខេត្តបន្ទាយមានជ័យប្រយោជន៍ដើម្បីជួយឧបត្ថម្ភគាំទ្រដល់សេចក្តីខ្វះខាតរបស់ប្រជាជនមួយចំនួននៅខេត្តបន្ទាយមានជ័យដោយយល់ទៅលើស្ថានភាពតម្លៃទំនិញឡើងចុះនាពេលបច្ចុប្បន្ននេះធ្វើឲ្យមានការលំបាកដល់ការសាងសង់ទៅតាមគម្រោងផែនការថវិកាដែលបានព្រៀងទុកដូចនេះយើងខ្ញុំសូមអំពាវនាវដល់សមាជិកសមាជិកានិងក្រុមយុវជនស្ម័គ្រចិត្តនៅប្រទេសអូស្ត្រាលីអាមេរិកក្តីសូមមេត្តាចូលរួមជួយឧបត្ថម្ភតាមកម្លាំងសទ្ធាតិចក្តីច្រើនក្តីដោយសេចក្តីអនុគ្រោះជាទីបញ្ចប់ជួសមកឲ្យក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសង្គ្រោះគ្មានព្រំដែនខេត្តបន្ទាយមានជ័យយើងខ្ញុំសង្ឃឹមថាសមាជិកសមាជិកានិងក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសង្គ្រោះគ្មានព្រំដែននឹងចូលរួមសាមគ្គីជួយថែរក្សាការពារនៅទុក្ខលំបាករបស់ជាតិសាសន៍យើងមិនខានជាចុងក្រោយនាងខ្ញុំសូមគោរពជូនពរដល់លោកប្រធានព្រមទាំងក្រុមការងារស្ម័គ្រចិត្តរបស់អង្គការអាសូសូមជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងរកទទួលទានមានបានក្នុងក្រុមគ្រួសារកបីឃ្លៀងឃ្លាតឡើយសូមអរគុណ